តើនឹងមានអ្វីកើតឡើងប្រសិនបើកូរ៉េខាងត្បូងនិងកូរ៉េខាងជើងរួមបញ្ចូលគ្នាជាប្រទេសតែមួយភ្លាមនោះតំបន់គ្មានយោធាដែលបែងចែកប្រទេសទាំងពីរនឹងត្រូវរុះរើចោលធ្វើឲ្យប្រជាជនអាចធ្វើដំណើរឆ្លងកាត់ឧបទ្វីបបានដោយសេរីប្រទេសថ្មីមួយនឹងកើតមានឡើងជាមួយប្រជាជនជាង75លាននាក់ទោះយ៉ាងណាในដំណាក់កាលដំបូងនឹងមានរលកអន្តោប្រវេសន៍ធំមួយពីភាគជើងទៅភាគត្បូងដែលបង្កបញ្ហាប្រឈមយ៉ាងច្រើនភាគត្បូងនឹងផ្ដល់កម្លាំងសេដ្ឋកិច្ចនិងឧស្សាហកម្មទំនើបខណៈដែលភាគជើងនឹងផ្ដល់ធនធានរ៉េដ៏សម្បូររ៉េនិងកម្លាំងយោធាច្រើនតាមយុទ្ធសាស្ត្រការរួមបញ្ចូលនេះក៏នឹងបើកផ្លូវដីសំខាន់តក់ចប់កូរ៉េទៅកាន់ចិនរុស្ស៊ីហើយអាចបន្តទៅអឺរ៉ុបបានផងដែរប៉ុន្តែភាគហុកគណេធំធេងរវាងតំបន់ទាំងពីរមានន័យថាការស្ដារឡើងវិញនឹងធ្វើទំនើបកម្មភាគជើងនឹងត្រូវការវិនិយោគហិរញ្ញវត្ថុយ៉ាងមហាសាលនៅពេលតែមួយកងកម្លាំងអាមេរិកដែលមានវត្តមាននៅកូរ៉េខាងត្បូងប្រហែលនឹងដកចិនព្រោះកូរ៉េរួមមួយនឹងមានអាវុធនុក្លេអ៊ែរផ្ទាល់ខ្លួនវានឹងសម្គាល់ការកើនឡើងនៃអំណាចធំថ្មីមួយในអាស៊ីខាងកើតដែលនឹងធ្វើឲ្យទាំងចិននិងជប៉ុនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់សក្តានុពលពីប្រទេសនេះ